ជាដំបូងពួកខ្ញុំសូមជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីដល់អ្នកទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី2ដែលថ្ងៃនេះផងដែរឡើងមកបកស្រាយនៅចំណុច traction នៅក្នុង subject entrepreneurship and innovation ហើយសម្រាប់សមាជិកក្រុមរបស់ខ្ញុំដែរមានចំនួន4នាក់មានថាដាឡែនខ្ញុំឈ្មោះទាវវ៉ានីចាម៉ូណែនីសាហើយនិងធាវគៀងស្រុនហើយចូលមកដល់ slide បន្ទាប់គឺ overview នៅក្នុងចំណុច traction នេះដែលពួកខ្ញុំនឹងឡើងបកស្រាយនៅក្នុងថ្ងៃនេះចូលមកដល់ slide បន្ទាប់នេះគឺយើងនិយាយអំពី introduction ដែលបង្ហាញអំពី start up បន្ទាប់ពី start up មួយអាចសម្រេចបាននៅ product market fit ហ្នឹងគឺមានន័យថាផលិតផលឬសេវាកម្មរបស់ពួកគេហ្នឹងគឺអាចឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារបានហើយបញ្ហាប្រឈមបន្ទាប់ពី start up ហ្នឹងគឺការស្វែងរកអតិថិជននិងធ្វើឲ្យអាជីវកម្មហ្នឹងមានការរីកចម្រើនទៅមុខដូច្នេះហើយ traction គឺវាមានសារៈសំខាន់ព្រោះឲ្យវាជួយឲ្យអាជីវកម្មហ្នឹងស្វែងរកនៅ channel ដែលមានប្រសិទ្ធភាពដើម្បីចូលទៅដល់អតិថិជនគោលដៅហើយបង្កើតការទទួលបានអតិថិជនថ្មីនិងបង្កើតការលូតលាស់ឲ្យមានភាពរឹងមាំនិងអាចបន្តទៅមុខបានអញ្ចឹងនៅក្នុងការបង្ហាញនេះយើងនឹងសិក្សាអំពី traction strategies និងរបៀបដែលវាអាចជួយទៅដល់ភាពជោគជ័យរបស់អាជីវកម្មចូលមកដល់ slide ទី1និយាយអំពី what is traction គឺជាដំណើរការស្វែងរកនិងការប្រើប្រាស់បណ្ដាញទីផ្សារដែលមានប្រសិទ្ធភាពបំផុតដើម្បីទាក់ទាញអតិថិជនពង្រីកអាជីវកម្មនិងបង្កើនការលក់ហេតុអីបានជា traction នឹងមានសារៈសំខាន់traction មានសារៈសំខាន់គឺដើម្បីឲ្យជួយឲ្យអាជីវកម្មឈានទៅដល់អតិថិជនគោលដៅនិងជួយកំណត់បណ្ដាញទីផ្សារដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការរីកចម្រើននិងបង្កើនការទទួលស្គាល់ម៉ាក brand និងបង្កើនការលក់ហើយក៏ដូចជាជួយឲ្យប្រើប្រាស់ពេលវេលានិងថវិការបស់ទីផ្សារនឹងឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ចូលមកដល់ slide ទី2និយាយអំពី viral marketing គឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលលើកទឹកចិត្តឲ្យមនុស្សចែករំលែកផលិតផលសេវាកម្មឬផ្សព្វផ្សាយទៅកាន់អ្នកដទៃការចែករំលែកនេះអាចធ្វើឡើងតាមរយៈបណ្ដាញសង្គមដូចជា Facebook TikTok Instagram ឬក៏កម្មវិធីផ្ញើសារឬក៏ការប្រាប់តគ្នានៅពេលដែលមនុស្សជាច្រើនចែករំលែកសារព័ត៌មាននោះនឹងរីករាលដាលបានឆាប់រហ័សនិងធ្វើឲ្យមនុស្សជាច្រើនបានទទួលបាននៅក្នុងរយៈពេលខ្លីដូច្នេះហើយទើបគេហៅថាយុទ្ធសាស្ត្រនេះថា viral marketing គោលបំណងរបស់ viral marketing គឺដើម្បីឲ្យម៉ាកយីហោឬក៏ផលិតផលរបស់ខ្លួនមានភាពល្បីល្បាញទាក់ទាញអតិថិជនកាន់តែច្រើននិងកាត់បន្ថយការចំណាយទៅលើទីផ្សារឧទាហរណ៍ដូចជាការលេង TikTok challenge ឬក៏វីដេអូកំប្លែងមួយដែលមនុស្សចូលចិត្តច្រើនហើយចែករំលែកបន្តគ្នារហូតក្លាយជាការពេញនិយមសរុបមក viral marketing គឺជាយុទ្ធសាស្ត្រមួយដែលជួយឲ្យអាជីវកម្មរីកចម្រើនបានយ៉ាងឆាប់រហ័សតាមរយៈការចែករំលែកពីអតិថិជនផ្ទាល់ចូលមកដល់ slide ទី2និយាយអំពីការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយដែលអត់គិតថ្លៃគឺ publicity នឹងគឺជាការផ្សព្វផ្សាយនៅអាជីវកម្មផលិតផលឬសេវាកម្មតាមរយៈសារព័ត៌មានទូរទស្សន៍ក៏ដូចជាទស្សនាវដ្តីឬក៏បណ្ដាញសង្គមផ្សេងៗដោយមិនចាំបាច់បង់ប្រាក់ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយហើយវាក៏មានដូចជា key benefit ឬក៏ challenge អីដែរbenefit ហ្នឹងគឺបង្កើននៅទំនុកចិត្តនិងភាពគួរជឿជាក់ឲ្យអតិថិជននិងបង្កើននៅការទទួលស្គាល់ម៉ាក brand និងអាចឈានទៅដល់មនុស្សច្រើនដោយចំណាយតិចឬក៏មិនចំណាយថវិកាចំពោះ challenge វិញគឺអាជីវកម្មមិនអាចគ្រប់គ្រងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយនិយាយបានហើយក៏ដូចជា publicity នឹងអាចមានទាំងលទ្ធផលវិជ្ជមាននិងអវិជ្ជមានឧទាហរណ៍ក្រុមហ៊ុន start up មួយត្រូវបានចុះផ្សាយនៅក្នុងកាសែតដោយបន្ទាប់ពីបញ្ចេញនៅផលិតផលច្នៃប្រឌិតថ្មីចូលមកដល់ slide បន្ទាប់និយាយអំពី unconventional PR គឺជាការផ្សព្វផ្សាយសាធារណៈបែបច្នៃប្រឌិតunconventional PR គឺជាយុទ្ធសាស្ត្រទីផ្សារដែលប្រើសកម្មភាពដោយប្រកបដោយភាពច្នៃប្រឌិតនិងប្លែកដែលមិននឹកស្មានដល់ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជននិងបង្កើននៅការផ្សព្វផ្សាយពីព័ត៌មានផ្សេងជំនួសឲ្យការផ្សព្វផ្សាយបែបប្រព័ន្ធប្រពៃណី like traditional advertisingចូលមកដល់ចំណុចបន្ទាប់និយាយអំពី benefit of unconventional PR ដែលវាមាន4នៅចំណុចធំទី1មាន create a strong public attention ការប្រើនៅគំនិតច្នៃប្រឌិតនិងសកម្មភាពដែលនឹកស្មានដល់ដើម្បីឲ្យទាក់ទាញនៅចំណាប់អារម្មណ៍របស់មនុស្សឲ្យជួយឲ្យ brand របស់យើងនឹងលេចធ្លោជាងដៃគូប្រកួតប្រជែងហើយចំពោះទី2គឺ build brand awareness គឺមនុស្សងាយនឹងចងចាំនៅអ្វីដែលយើងបាន
ធ្វើបានផ្សព្វផ្សាយដែលដូចជាមានភាពប្លែកដែលពួកគេមើលទៅតំណងជាចែករំលែកជាមួយអ្នកដទៃបានហើយចូលដល់ចំណុចទី3គឺ low cost marketing ហ្នឹងគឺនិយាយពីរបៀបអាចបង្កើតអតិថិជនដោយមិនចាំបាច់ចំណាយថវិកាច្រើនដូចជាការផ្សព្វផ្សាយបែបប្រពៃណី like traditional advertising and ចំណុចទី4គឺ encourage word of mouth មនុស្សនឹងនិយាយអំពីយុទ្ធនាការនិងការចែករំលែកនៅលើបណ្ដាញសង្គមហើយក៏ដូចជាជួយបង្កើនការទទួលស្គាល់និងផ្សព្វផ្សាយកាន់តែធំទូលំទូលាយចូលមកដល់ slide បន្ទាប់និយាយអំពី search engine marketing គឺ SEM search engine marketing នឹងគឺជាយុទ្ធសាស្ត្រទីផ្សារ digital ដែលជួយអាជីវកម្មផ្សព្វផ្សាយនៅផលិតផលឬក៏សេវាកម្មតាមរយៈការផ្សព្វផ្សាយដោយបង់ប្រាក់នៅលើ Google ឬក៏នៅលើបណ្ដាញសង្គមផ្សេងៗហើយ SEM ហ្នឹងក៏អនុញ្ញាតឲ្យអាជីវកម្មបង្ហាញនៅពាណិជ្ជកម្មរបស់ខ្លួននៅផ្នែកខាងលើនៃផលិតផលស្វែងរកនៅពេលដែលអតិថិជនស្វែងរកនៅពាក្យគន្លឹះដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួនចូលមកដល់ slide បន្ទាប់និយាយអំពី offline ad ហ្នឹងគឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលផ្សព្វផ្សាយផលិតផលឬក៏សេវាកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដោយអត់ប្រើប្រាស់អ៊ីនធឺណិតហើយរបៀបដែល offline ad ហ្នឹងដំណើរការគឺទី1អាជីវកម្មអាចបង្កើតនៅការផ្សព្វផ្សាយពាណិជ្ជកម្មមួយទី2គឺការផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានដាក់នៅលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជាផ្ទាំងប៉ាណូធំផ្ទាំងផ្សាយពាណិជ្ជកម្មកាសែតទូរទស្សន៍ឬក៏ visual and ទី3គឺអតិថិជននឹងអាចមើលឃើញការផ្សព្វផ្សាយពាណិជ្ជកម្មហើយក៏ចាប់ផ្ដើមស្គាល់នៅម៉ាក brand របស់យើងហើយទី4គឺអតិថិជនអាចទៅហាងផ្ទាល់ឬក៏ទៅទិញផលិតផលឬក៏សេវាកម្មផ្ទាល់ចូលមកដល់ចំណុចថ្មីនេះខ្ញុំឈ្មោះទាវវ៉ានីជា second presenter ដែលនឹងឡើងមកបកស្រាយនៅចំណុចទី6គឺ search engine optimization ដែលយើងហៅកាត់ថា SEO ដែលជាខ្មែរគឺជាការបង្កើនប្រសិទ្ធភាពនៅក្នុងការស្វែងរកអញ្ចឹង SEO ហ្នឹងគឺជាវិធីសាស្ត្រកែលម្អគេហទំព័រឬមាតិកាអនឡាញដើម្បីឲ្យអាជីវកម្មបង្ហាញនៅលើ Google នៅពេលដែលអតិថិជនស្វែងរកផលិតផលឬសេវាកម្មដែលពាក់ព័ន្ធហើយអត្ថប្រយោជន៍នៃការអនុវត្តជាមួយនឹង SEO ហ្នឹងគឺវាជួយបង្កើនការមើលឃើញទៅលើអ៊ីនធឺណិតនិងការស្គាល់ម៉ាកនិងជួយឲ្យអតិថិជនស្វែងរកអាជីវកម្មដោយមិនចាំបាច់ចំណាយទៅលើការធ្វើពាណិជ្ជកម្មហើយបង្កើតភាពជឿជាក់និងទំនុកចិត្តសម្រាប់ភ្ញៀវក៏ដូចជាតាក់ទាញអតិថិជនបានយូរអង្វែងហើយចូលមកដល់ចំណុចទី7នេះគឺជា content marketing គឺជាការធ្វើទីផ្សារតាមរយៈការផលិតមាតិកា So content marketing is creating and sharing valuable content to attract, educate and build relationship with customer ដែលជាការបង្កើតនិងចែករំលែកមាតិកាដែលមានប្រយោជន៍ដើម្បីតាក់ទាញអប់រំនិងបង្កើតទំនាក់ទំនងជាមួយនឹងអតិថិជនហើយសម្រាប់ប្រភេទមាតិកាដែលយើងអាចចែករំលែកបានហ្នឹងមានដូចជា video blog post social media post photo ហើយនិង educational content អញ្ចឹងបន្ទាប់ពីខ្ញុំបានបង្ហាញដល់គ្នាជាមួយនៅនិយមន័យក៏ដូចជា type of content ហ្នឹងខ្ញុំនឹងប្រាប់ដល់គ្នាអំពីអត្ថប្រយោជន៍នៃការធ្វើ content marketing ហ្នឹងដែលជួយឲ្យបានខ្លះទៅលើអាជីវកម្មអញ្ចឹងនៅក្នុងការធ្វើ content marketing ហ្នឹងគឺវាបង្កើនចំណាប់អារម្មណ៍ក៏ដូចជាការចូលរួមពីអតិថិជនផ្ដល់ព័ត៌មានអំពីផលិតផលដល់អតិថិជនបង្កើតភាពជឿជាក់នៅលើម៉ាកក៏ដូចជាជំរុញនៅក្នុងការទិញផលិតផលផងដែរអញ្ចឹងចូលមកដល់ចំណុចទី8គឺ email marketing គឺជាការធ្វើទីផ្សារតាមរយៈ email អញ្ចឹង email marketing is using email to communicate with customers, promote product and maintain customer relationship ដែលជាវិធីសាស្ត្រប្រើប្រាស់ email ដើម្បីទំនាក់ទំនងជាមួយនឹងអតិថិជនផ្សព្វផ្សាយផលិតផលនិងរក្សាទំនាក់ទំនងរយៈពេលវែងជាមួយនឹងអតិថិជនអញ្ចឹងបន្ទាប់ពីយើងបានយល់អំពីនិយមន័យរបស់ email marketing រួចមកឥឡូវនេះយើងនឹងមកមើលថាតើអាជីវកម្មអាចប្រើប្រាស់ email marketing ហ្នឹងដើម្បីតាក់ទាញនិងរក្សាអតិថិជនបានយ៉ាងដូចម្តេច So email marketing ហ្នឹងមិនមែនគ្រាន់តែជាការផ្ញើសារទៅកាន់អតិថិជនប៉ុណ្ណោះទេប៉ុន្តែវាគឺជាវិធីសាស្ត្រមួយនៅក្នុងការបង្កើតទំនាក់ទំនងនិងផ្ដល់តម្លៃដល់អតិថិជនផងដែរដែលដំបូងហ្នឹងអាជីវកម្មអាច send ជា newsletter ដើម្បីចែករំលែកព័ត៌មានថ្មីៗដូចជាផលិតផលថ្មីសេវាកម្មថ្មីឬមួយក៏ព័ត៌មានសំខាន់ៗដើម្បីឲ្យអតិថិជនហ្នឹងបានដឹងអំពីការអភិវឌ្ឍរបស់អាជីវកម្មបន្ទាប់មកអាជីវកម្មអាចបង្ហាញ
អំពី offer promotion ដោយផ្ដល់ជូននៅការបញ្ចុះតម្លៃការផ្ដល់ជូនពិសេសឬcampaign ផ្សេងៗដើម្បីទាក់ទាញអតិថិជននិងជំរុញដល់ការលក់អញ្ចឹងលើពីនឹងទៅទៀតអាជីវកម្មអាច provide you full information ដូចជាការណែនាំគន្លឹះនៅក្នុងការប្រើប្រាស់ផលិតផលឬព័ត៌មានដែលមានប្រយោជន៍ដើម្បីធ្វើឲ្យអតិថិជននឹងទទួលបានតម្លៃបន្ថែមដែលវាមិនមែនគ្រាន់តែជាការផ្សព្វផ្សាយផលិតផលប៉ុណ្ណោះទេនៅក្នុងការធ្វើអាជីវកម្មហ្នឹងចង់ចំណុចចុងក្រោយនៃ email marketing ហ្នឹងគឺវាជួយ build customer loyalty ដែលជួយរក្សាទំនាក់ទំនងជាមួយនឹងអតិថិជនធ្វើឲ្យពួកគេនឹងមានទំនុកចិត្តទៅលើម៉ាកនិងផលិតផលហ្នឹងហើយនឹងត្រឡប់មកទិញក៏ដូចជាប្រើប្រាស់នៅផលិតផលហ្នឹងម្ដងទៀតហើយចូលមកដល់ចំណុចទី9គឺ social and display ដែលជាការផ្សព្វផ្សាយពាណិជ្ជកម្មតាម social media និង website so social media and display are pan advertisements plat on social media platform and website to reach target customer ដែលជាការផ្សព្វផ្សាយពាណិជ្ជកម្មបង់ប្រាក់តាមបណ្ដាញសង្គមនិងគេហទំព័រដើម្បីផ្សព្វផ្សាយផលិតផលនិងការស្វែងរកអតិថិជនថ្មីៗដែលចំណុចទី1គឺ advertise on social media ដែលគេប្រើប្រាស់ platform ដូចជា Facebook TikTok ហើយនិង Instagram នៅក្នុងការបង្ហាញនូវផលិតផលក៏ដូចជាការតាក់ទាញអតិថិជនចំណុចទី2 target to right audience គឺជាការកំណត់គោលដៅរបស់អតិថិជនឲ្យបានត្រឹមត្រូវដែលយើងមើលទៅកាន់ចំណាប់អារម្មណ៍ក៏ដូចជាតម្រូវការរបស់អតិថិជនចូលមកដល់ចំណុចទី3 you attractive visual ដែលជាការប្រើប្រាស់រូបភាពនៅក្នុងការតាក់ទាញនៅចំណុចចុងក្រោយគឺ increase sale ដែលជាការបង្កើនការលក់ដែលវាអាចតាក់ទាញអតិថិជនថ្មីៗនិងបង្កើតចំនួនការបញ្ជាទិញហើយចូលមកដល់ចំណុចទី10ដែលជាផាតចុងក្រោយរបស់ខ្ញុំនឹងគឺ engineering as marketing ដែលជាការប្រើប្រាស់បច្ចេកវិទ្យាជាទីផ្សារ so engineering as marketing mean creating useful tools technology or resource that attract customer and promote the business ដែលជាការបង្កើតបច្ចេកវិទ្យាឧបករណ៍ឬដំណោះស្រាយ digital ដើម្បីតាក់ទាញអតិថិជននិងការផ្សព្វផ្សាយអាជីវកម្មហើយ benefit ដែលទទួលបាននៅក្នុងការធ្វើ engineering as marketing នឹងទី1 create an online ordering system ដែលបង្កើតប្រព័ន្ធកម្មង់ទិញអនឡាញដែលវាធ្វើឲ្យអតិថិជននឹងអាចកម្មង់ផលិតផលបានយ៉ាងងាយស្រួលនិងលឿនទី2 develop useful digital tools ដែលបង្កើតឧបករណ៍ digital មានប្រយោជន៍ដែលវាផ្ដល់តម្លៃបន្ថែមនិងតាក់ទាញអតិថិជនទី3 add QR code ក្នុងការ add QR code នេះគឺវាភ្ជាប់អតិថិជនទៅកាន់ព័ត៌មានផលិតផល promotion ឬ social media ចូលមកដល់ចំណុចទី4ដែលជាចំណុចចុងក្រោយនៅក្នុង Path Engineering as Marketing នឹងគឺ improve customer experience ដែលជាការកែលម្អបទពិសោធន៍របស់អតិថិជនដែលអ្នកលក់ទទួលបាន feedback ដែលជាបទពិសោធន៍របស់អតិថិជននៅក្នុងការប្រើប្រាស់ផលិតផលឬសេវាកម្មនោះដែលអ្នកលក់យកមកសិក្សានិងកែច្នៃនិង develop ផលិតផលក៏ដូចជាសេវាកម្មរបស់ខ្លួននិងផ្ដល់ទៅវិញនៅគុណភាពនិងផលិតផលដែលមានប្រសិទ្ធភាពទៅកាន់អតិថិជនរបស់ខ្លួន So now let's move to the next slide ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Mona Nisa ហើយខ្ញុំគឺជា third presenter ចំពោះចំណុចបន្ទាប់ខ្ញុំនឹងបញ្យល់អំពី traction channel ចំនួន5ទៀតគឺ target market block business development sell affiliate program and existing platform អញ្ចឹងយើងចាប់ផ្ដើមមកបញ្យល់អំពីអីទៅដែលហៅថា target market block Target Market Block គឺជាការផ្សព្វផ្សាយផលិតផលឬសេវាកម្មតាមរយៈ blog ឬ platform online ដែលមានអ្នកអាននិងអ្នកមើលហើយអ្នកមើលទាំងនោះគឺជាអតិថិជនគោលដៅរបស់យើងសូដោយសារតែ blog ទាំងអស់ហ្នឹងវាមានការគ្រប់គ្រងហើយស្រាប់អញ្ចឹងហើយធ្វើឲ្យការផ្សព្វផ្សាយអាជីវកម្មតាមរយៈ platform ទាំងអស់ហ្នឹងគឺធ្វើឲ្យមានការតាក់ទាញនិងមានចំនួនអ្នកមើលកាន់តែច្រើនអញ្ចឹងឥឡូវយើងមកដឹងអំពីដំណើរការទាំងមូលជំហានរបស់ Target Market Block ទីមួយគឺ identify relevant blog to find that already attract your target customer and match your business area មានន័យថាគឺជាការស្វែងរក platform ឬមួយក៏ blog មួយណាដែលសមស្របជាមួយនឹងអាជីវកម្មរបស់យើងហើយវាតាក់ទាញអតិថិជនគោលដៅដែលយើងចង់បានជំហានទី2 create or show value contents publish article review or information that help customer understand the product or service វាគឺជាការបង្កើតឬចែករំលែកខ្លឹមសារដែលមានសារៈប្រយោជន៍ដូចជាអត្ថបទការវិតម្លៃឬព័ត៌មានដែលជួយឲ្យអតិថិជនយល់ច្បាស់អំពីផលិតផលឬសេវាកម្មចូលដល់ជំហានទី3គឺ collaboration with blogger
Work with blogger to promote your business through sponsor posts, review or recommendations ជាការសហការរវាងអ្នកសរសេរ blog ដោយពួកគេសរសេរអត្ថបទ review ឬណែនាំផលិតផលទៅកាន់អតិថិជនរបស់ពួកយើងចំណុចចុងក្រោយនៃ target market blog គឺ attract and build customer trust by using the blog audience and credibility to increase brand awareness and encourage customer to choose your business គឺជាការកសាងទំនុកចិត្តជាមួយអតិថិជននៅពេលដែលពួកគេជឿជាក់លើផលិតផលរបស់ពួកយើងដូច្នេះវាបង្កើននូវការទទួលស្គាល់ម៉ាកនិងទាក់ទាញអតិថិជនថ្មីបន្ទាប់ពីបានយល់ដឹងអំពី target market blog ហើយឥឡូវនេះយើងមកយល់ដឹងអំពីអ្វីទៅដែលហៅថា business development គឺជាការបង្កើតទំនាក់ទំនងនិងភាពជាដៃគូជាមួយនឹងអាជីវកម្មផ្សេងៗដើម្បីជួយឲ្យអាជីវកម្មរបស់យើងរីកចម្រើននិងពង្រីកនៅក្នុងទីផ្សារវាក៏មានមួយចំណុចដូចជាមួយនឹង target market blog ដូចគ្នាដោយជំហានទី1គឺ find potential business opportunity It identifies a new market, customer or company that can help the business grow. វាគឺជាការស្វែងរកឱកាសអាជីវកម្មថ្មីដែលស្វែងរកទីផ្សារអតិថិជនក្រុមហ៊ុនថ្មីដែលអាចធ្វើការសហការជាមួយគ្នាបានចំណុចទី2 build relationship and partnership connect with other company to create cooperation and long-term relationship ជាការកសាងទំនាក់ទំនងនិងភាពជាដៃគូដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការរយៈពេលវែងទី3 create strategy for growth develop plans such as partnership new product market expansion to increase business opportunity ដោយធ្វើការបង្កើតយុទ្ធសាស្ត្រទីផ្សារថ្មីៗសម្រាប់ការរីកចម្រើនដូចជាការបង្កើត partnership ការអភិវឌ្ឍផលិតផលនិងពង្រីកទីផ្សារចំណុចទី4គឺ maintain partnership and measure result ជាការថែរក្សាដៃគូអាជីវកម្មនិងវិតម្លៃលទ្ធផលដើម្បីឲ្យដឹងថាកិច្ចសហប្រតិបត្តិការនោះបង្កើតការលក់និងរីកចម្រើនផ្នែកអាជីវកម្មឬអត់ចំណុចបន្ទាប់គឺមកសិក្សាអំពី sales គឺជាផ្នែកមួយនៃទំនាក់ទំនងផ្ទាល់ជាមួយអតិថិជនដើម្បីបញ្ចុះបញ្ចូលពួកគេធ្វើការសម្រេចចិត្តទិញផលិតផលឬសេវាកម្មដោយដំណើរការនៃការលក់មាន4ជំហានជំហានទី1គឺ identify potential customer ជាការស្វែងរកអតិថិជនដែលមានសក្តានុពលដែលអាចចាប់អារម្មណ៍ទៅលើផលិតផលរបស់យើងមានន័យថាគឺជាការស្វែងរកអតិថិជនដែលមានចំណាប់អារម្មណ៍ស្ដាប់ទៅលើផលិតផលឬសេវាកម្មដែលពួកយើងមានទី2 communicate with customer ដោយធ្វើការទំនាក់ទំនងអតិថិជនដោយបញ្យល់អំពីអត្ថប្រយោជន៍នៃផលិតផលឬសេវាកម្មនិងផ្ដល់នូវចម្លើយនិងស្វែងយល់អំពីតម្រូវការដែលពួកគេចង់បាន3គឺ persuade customer to purchase ដោយបញ្ចូលអតិថិជនធ្វើការសម្រេចចិត្តទិញដែលបង្ហាញថាផលិតផលឬសេវាកម្មរបស់ពួកយើងអាចដោះស្រាយនូវបញ្ហាដែលមាននិងផ្ដល់អត្ថប្រយោជន៍នៅអ្វីដែលពួកគេចង់បានជំហានចុងក្រោយហៅថា complete the sale and maintain relationship ជាចំណុចនៃការបញ្ចប់ការលក់ហើយរក្សាទំនាក់ទំនងបន្តជាមួយអតិថិជនដើម្បីធ្វើឲ្យពួកគេត្រឡប់មកទិញយើងម្ដងទៀត For the next slide is affiliate program វាគឺជាយុទ្ធសាស្ត្រដែលធ្វើឲ្យបុគ្គលឬក្រុមហ៊ុនផ្សេងជួយផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ពួកយើងដែលប្រសិនបើពួកគេអាចណែនាំឬបង្កើនការលក់ដល់ពួកយើងពួកគេនឹងទទួលបាននូវ commission បន្ទាប់ពីការលក់វាមានមួយជំហាននៅជំហានទី1ហៅថា recruit affiliate គឺជាការស្វែងរកបុគ្គលឬមួយក៏ organization ដែលអាចជួយធ្វើការផ្សព្វផ្សាយផលិតផលឬសេវាកម្មចំណុចទី2គឺ provide promotional tool គឺជាការផ្ដល់ tool សម្រាប់ធ្វើការផ្សព្វផ្សាយដូចជា affiliate link code បញ្ចុះតម្លៃឬរូបភាពផ្សព្វផ្សាយទី3 affiliate promotion the product គឺជាការជ្រើសរើសបុគ្គលដែលមានឥទ្ធិពលនៅក្នុង social media តាមរយៈ Facebook TikTok website បណ្ដាញសង្គមដើម្បីធ្វើការផ្សព្វផ្សាយផលិតផលឬសេវាកម្មដែលយើងមានចូលមកដល់ចំណុចទី4គឺ reward affiliate based on result គឺជាការផ្ដល់នូវ commission ទៅតាមចំនួនលក់ឬអតិថិជនដែលពួកគេនាំមកឲ្យយើងFor the last point of my presentation as a third presenter is existing platform. The existing platform នេះគឺជាគេហទំព័រឬកម្មវិធីដែលមានអ្នកប្រើប្រាស់ស្រាប់ហើយយើងអាចយកវាមកប្រើប្រាស់ក្នុងការបង្កើតនៅចំនួនលក់នៅអតិថិជនដែលបានលឿនជាងមុន The first point of this part is choose suitable platform. វាគឺជាការជ្រើសរើស platform ដែលសមស្របជាមួយនឹងអាជីវកម្មរបស់ពួកយើងនិងមានអតិថិជនគោលដៅដែលយើងចង់បានទី2 create a business presence ជាចំណុចនៃការ set up កេរនី online ដើម្បីធ្វើការបង្ហាញអំពីផលិតផលឬសេវាកម្មដែលយើងមានទៅក្នុងទីផ្សារនៃ online ឬមួយក៏ internet ចំពោះចំណុចចុងក្រោយនៃ existing platform គឺ convert platform users into customer it is encourage user to purchase and build long-term relationship with them so that's all my point and the next presenter នឹងបង្ហាញអំពីផ្នែកផ្សេងទៀតនៃ traction បាទសួស្តី
ដល់ចំណុចបន្ទាប់តពីមិត្តភក្តិរបស់ខ្ញុំគឺនិយាយពី trading show trading show គឺជាអ្វី trading show គឺជាការតាំងពីពណ៌នៃផលិតផលណាមួយដែលដើម្បីទាក់ទាញអតិថិជននៅក្នុងការតាំងពីពណ៌ទាំងនោះហើយជាយុទ្ធសាស្ត្រដែលហេតុផលដែលនាំឲ្យផលិតផលរបស់យើងចូលទៅក្នុងការ trading show គឺទាក់ទងជាមួយនឹងយើងចង់ផ្សព្វផ្សាយអំពីផលិតផលរបស់យើងនៅក្នុងការតាំងពីពណ៌មួយហ្នឹងដោយសារតែនៅក្នុងការតាំងពីពណ៌មួយហ្នឹងគឺពោរពេញទៅដោយអតិថិជនថ្មីនិងយើងអាចទាក់ទាញនៅចំណារអារម្មណ៍តែពីម្ចាស់សហគ្រាសមួយចំនួនក្នុងការវិនិយោគទុនទៅលើផលិតផលរបស់យើងតែប៉ុណ្ណោះទេយើងនឹងបង្ហាញអំពីការដាំដុះពីផលិតផលរបស់យើងទៅក្នុងការតាំងពីពណ៌មួយហ្នឹងដែរដើម្បីឲ្យអតិថិជនទទួលបាននៅបទពិសោធន៍ពិតៗពីការដាំដុះនៃផលិតផលរបស់យើងបាទនៅចំណុចបន្ទាប់យើងងាកទៅមើលទៅលើគោលបំណងដែលយើងបានចូលរួមជាមួយនឹងកម្មវិធីមួយហ្នឹងគឺទី1គឺយើងបានបង្កើតការយល់ដឹងអំពីផលិតផលរបស់យើងទៅកាន់អតិថិជនរបស់យើងទី2គឺយើងបានជួបជាមួយដៃគូសហការថ្មីជាពិសេសគឺទៅលើពន្ធនិដ្ឋានសាធារណនិងអ្នកបោះដុំធំដែលចង់យកផលិតផលរបស់យើងយកទៅលក់ទី3គឺទាក់ទងជាមួយនឹងការបង្កើតភាពដៃគូជាមួយនឹងម្ចាស់អាជីវកម្មរបស់យើងទី4គឺយើងនិយាយអំពីការបង្កើតឱកាសការងារនិងការលក់ថ្មីរបស់ផលិតផលរបស់យើងនិងចុងក្រោយគឺការស្វែងយល់អំពីការប្រកួតប្រជែងនិងទីផ្សាររបស់ផលិតផលរបស់យើងដូចគ្នាបាទចូលដល់ចំណុចបន្ទាប់យើងនិយាយអំពីការអ្វីទៅគឺជា offline event ហ្នឹងគឺជាការជួបមុខដោយផ្ទាល់ជាមួយនឹងអតិថិជនរបស់យើងដោយយើងមានយុទ្ធសាស្ត្រទៅលើការបង្កើតនៅការរៀបចំបង្ហាញអំពីការធ្វើម្ហូបអំពីផ្សិតការចូលរួមជាមួយទីផ្សារកសិកម្មនិងបុណ្យប្រពៃណីម្ហូបនៅក្នុងស្រុករបស់យើងផ្ទាល់បន្ទាប់មកយើងនឹងមានការរៀបចំទៅលើសិក្ខាសាលាទាក់ទងជាមួយនឹងស្ដីអំពីការបរិភោគអាហារសុខភាពមួយចំនួននិងយើងចូលរួមទៅទស្សនាអំពីកម្មវិធីដែលទាក់ទងជាមួយនឹងម្ហូបអាហារនៅក្នុងស្រុកដើម្បីផ្សព្វផ្សាយអំពីផលិតផលរបស់យើងក្នុងការពីផលិតផលផ្សិតរបស់យើងទៅកាន់អតិថិជនផ្ទាល់ហើយបន្ទាប់មកយើងបានបង្កើតនៅកម្មវិធីជាច្រើនក្នុងការលក់នៃផលិតផលរបស់យើងដូចជាការបញ្ចុះតម្លៃនៃផលិតផលរបស់យើងជាដើមហើយគុណប្រយោជន៍ដែលយើងទទួលបាននៅអំពីការចូលរួមទាំងអស់ហ្នឹងគឺទី1គឺយើងទទួលបាននៅអតិថិជនដែលអាចយល់ដឹងអំពីគុណតម្លៃនៃផលិតផលរបស់យើងការកសាងនៅទំនុកចិត្តតាមរយៈការផ្សព្វផ្សាយផ្សេងៗដោយផ្ទាល់ជាមួយនឹងអតិថិជនបន្ទាប់មកយើងការលើកទឹកចិត្តទៅកាន់ការទិញភ្លាមនៅផលិតផលរបស់យើងដែលជាផលិតផលផ្សិតរបស់យើងដែលជាផលស្រស់ទៅកាន់អតិថិជនហើយចំណុចចុងក្រោយនោះគឺយើងនឹងពឹងផ្អែកទៅលើការទំនាក់ទំនងជាមួយនឹងសហគមន៍ក្នុងតំបន់ក្នុងការផ្សព្វផ្សាយពីផលិតផលរបស់យើងបន្ថែមជាមួយនឹងសហគមន៍របស់យើងដោយផ្ទាល់នៅក្នុងស្រុកហើយចូលដល់ចំណុចបន្ទាប់យើងនិយាយអំពី speaking engagement ហ្នឹងគឺជាការចូលរួមនិយាយពាក់ព័ន្ធអំពីផលិតផលរបស់យើងជាពិសេសគឺចំណេះដឹងក្នុងការដាំដុះជាមួយនឹងshare ពីបទពិសោធន៍របស់យើងទាក់ទងជាមួយនឹងក្រុមហ៊ុនរបស់យើងនិងការផ្សព្វផ្សាយពីផលិតផលរបស់យើងទៅកាន់អតិថិជនបន្ថែមដែលយុទ្ធសាស្ត្ររបស់យើងទី1គឺទាក់ទងជាមួយនឹងការធ្វើបទបង្ហាញអំពីការដាំដុះផ្សិតសរបស់យើងបន្ទាប់មកគឺយើងនឹងចូលរួមទៅកាន់សហគ្រាសផ្សេងៗក្នុងការផ្សព្វផ្សាយអំពីផលិតផលរបស់យើងការចែករំលែកអំពីការដុះផលិតផលរបស់យើងទៅកាន់ម្ចាស់សហគ្រាសផ្សេងៗក្នុងការទាក់ទាញនៅការអ្នកបោះទុនបន្ថែមទៅលើផលិតផលរបស់យើងបន្ទាប់មកគឺយើងនិយាយអំពីយើងបានលើកឡើងអំពីគុណប្រយោជន៍ក្នុងការបរិភោគនៅផ្សិតសរបស់យើងនិងយើងបន្ទាប់មកនៅចំណុចចុងក្រោយយើងនឹងផ្សព្វផ្សាយអំពីហេតុផលអីដែលយើងចាប់ផ្ដើមនៅការដាំដុះផលិតផលមួយហ្នឹងនិងហេតុផលអីដែលយើងចាប់ផ្ដើមកសាងនៅផលិតផលរបស់យើងហ្នឹងឡើងបន្ទាប់មកគុណប្រយោជន៍ដែលយើងបានចូលរួមពីនៅ
ពីកម្មវិធីទាំងអស់ហ្នឹងយើងបានបង្កើននូវភាពទុកចិត្តពីដៃគូសហការនិងអតិថិជនបន្ថែមយើងបង្កើនអំពីការយល់ដឹងជាសាធារណៈទាក់ទងជាមួយនឹងផលិតផលរបស់យើងការដាក់អាជីវកម្មជាមួយនឹងអ្នកជំនួញក្នុងឧស្សាហកម្មបន្ថែមពីផលិតផលរបស់យើងទាក់ទាញនៅការពីចំណុចទុននិងដៃគូសហគ្រាសផ្សេងៗក្នុងការបោះទុនទៅលើផលិតផលរបស់យើងនិងទីចំណុចចុងក្រោយគឺជំរុញឲ្យអតិថិជននិងចាត់តាគីចូលរួមក្នុងការបង្កើតនៅផលិតផលក្នុងស្រុកនិងជាប្រភេទផលិតផលកសិកម្មក្នុងស្រុកចូលដល់ចំណុចបន្ទាប់និយាយពី communicate building តែអាហ្នឹងគឺជាគេហ្នឹងគឺជាការកសាងនៅអតិថិជនថ្មីការគ្រប់គ្រងស្មោះត្រង់ពីអតិថិជននិងការលើកកម្ពស់ពីអាជីវកម្មរបស់យើងហើយគុណយុទ្ធសាស្ត្ររបស់យើងគឺយើងនឹងបង្កើតនៅ page ទំព័រ Facebook និងក្រុម Telegram ក្នុងការផ្សព្វផ្សាយពីវីដេអូក្នុងការយកផ្សិតផ្សមកធ្វើជាម្ហូបបានអីខ្លះហើយយើងនឹងនិយាយអំពីរូបមន្តមួយចំនួនក្នុងការបង្កើតនៅផ្សិតផ្សដោយខ្លួនឯងដល់មកយើងនឹងផ្សព្វផ្សាយអំពីការចែករំលែកពីការចិញ្ចឹមផ្សិតហ្នឹងវាមានគុណសម្បត្តិអីខ្លះវា process ទៅលើពីមិនខ្លះនិងបន្ទាប់មកយើងនឹងធ្វើការឆ្លើយសំណួរជាមួយនឹងអតិថិជនយ៉ាងរហ័សជាមួយនឹងការនៅចម្ងល់របស់គាត់ទាក់ទងជាមួយនឹងផលិតផលរបស់យើងបន្ទាប់មកយើងនឹងធ្វើការលើកទឹកចិត្តឲ្យអតិថិជនក្នុងការចែករំលែកនៅវីដេអូជាមួយនឹងរូបភាពពីផលិតផលរបស់យើងនិងការវាយតម្លៃថាផលិតផលរបស់យើងមានគុណភាពល្អឬមួយក៏មិនដែរហើយបន្ទាប់មកយើងនឹងមានការរៀបចំនៃការចែករង្វាន់ផ្សេងៗទាក់ទងជាមួយនឹងការវាយតម្លៃរបស់ពួកគាត់ជាមួយនឹងការចែករំលែកនៅរូបភាពរបស់គាត់បន្ទាប់មកយើងចូលដល់ចំណុចពីអត្ថប្រយោជន៍នៃការផ្សព្វផ្សាយទាំងអស់ហ្នឹងទីមួយគឺយើងបានលើកទឹកចិត្តឲ្យអតិថិជនមកទិញនៅផលិតផលរបស់យើងម្ដងទៀតយើងបង្កើននូវភាពស្មោះត្រង់រវាងម្ចាស់អាជីវកម្មជាមួយនឹងអតិថិជនរបស់យើងបង្កើតនៅទីផ្សារដែលមានភាពវិជ្ជមានក្នុងការផ្សព្វផ្សាយផលិតផលរបស់យើងនិងជាចុងក្រោយយើងនឹងបង្កើតនៅភាពរឹងមាំនៃម៉ាកយីហោរបស់យើងនិងការទុកចិត្តពីអតិថិជនដោយការវិតម្លៃនៅមតិល្អៗរបស់ពួកគាត់បាទចូលដល់ចំណុចបន្ទាប់ជាចំណុចចុងក្រោយដូចគ្នាគឺនិយាយពីយុទ្ធសាស្ត្រនិងការតាក់ទាញដែលល្អបំផុតពីផលិតផលរបស់យើងដែលនៅក្នុងចំណុចនេះដូចគ្នាយើងមាន5ចំណុចដែលជាសុទ្ធតែចំណុចដែលយើងទាំងថាដល់មកវិញទាំងអស់ដែលជាចំណុចទី1យើងការផ្សព្វផ្សាយជាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមដោយយើងធ្វើការផ្សព្វផ្សាយផលិតផលរបស់យើងទៅលើ page Facebook របស់យើង TikTok ឬមួយក៏ Instagram របស់ក្រុមហ៊ុនរបស់យើងនិងបន្ទាប់មកយើងនឹង share អំពីបទពិសោធន៍និងរូបមន្តក្នុងការធ្វើម្ហូបពីផ្សិតនិងការផ្សព្វផ្សាយជា promotion ផ្សេងៗពីផលិតផលរបស់យើងនិងជាចុងក្រោយនៅក្នុងចំណុចទី1ដូចគ្នាគឺយើងទៅដល់ផ្ទាល់ជាមួយនឹងអតិថិជនក្នុងស្រុកនិងបង្កើតនៅការយល់ដឹងបន្ថែមពីផលិតផលរបស់យើងទៅកាន់អតិថិជនបាទចូលដល់ចំណុចបន្ទាប់ជាចំណុចទី2ដែរគឺនិយាយអំពីទីផ្សារវេទិកាយើងនឹងមាន3ចំណុចគ្នាទី1យើងនឹងនិយាយអំពីការផ្សព្វផ្សាយពីគុណប្រយោជន៍នៃការបរិភោគនៅផ្សិតផ្សលរបស់យើងទី2គឺយើងនិយាយអំពីការចែករំលែកនៅរូបមន្តក្នុងការធ្វើម្ហូបនិងគន្លឹះការដាំដុះមួយចំនួនដែលទាក់ទងជាមួយផលិតផលរបស់យើងនិងចំណុចទី3យើងនឹងកសាងនៅទំនុកចិត្តរបស់អតិថិជនតាមរយៈការផ្ដល់ខ្លឹមសារផ្សេងដល់ផលិតផលរបស់យើងដែលជា feedback ទាំងល្អទាំងអាក្រក់យើងសុទ្ធតែទទួលយកក្នុងការកែលម្អទៅលើផលិតផលរបស់យើងបន្ថែមបាទចំណុចបន្ទាប់គឺជាចំណុចទី3របស់យើងគឺនិយាយអំពីការវិវត្តនៃកិច្ចកម្មរបស់យើងនៅក្នុងចំណុចនេះខ្ញុំនឹងលើកឡើងពី3ចំណុចទី1គឺយើងនិយាយអំពីការសហការគ្នាជាមួយនឹងភោជនីយដ្ឋានផ្សារទំនើបនិងសាគារដើម្បីបង្ហាញនៅទីផ្សារនៃផលិតផលរបស់យើងតមកចំណុចទី2យើងធានាឲ្យបាននៅកិច្ចសន្យារយៈពេលវែងជាមួយនឹងដៃគូសហការរបស់យើងក្នុងការផ្គត់ផ្គង់នៅផលិតផលរបស់យើងទៅកាន់គាត់និងចំណុចចុងក្រោយយើងនឹងពឹងផ្អែកទៅលើអតិថិជនដោយផ្ទាល់ក្នុងការ
ទិញដំណឹងរបស់យើងក្នុងការទៅបរិភោគដោយផ្ទាល់របស់ពួកគាត់បាទចូលដល់ចំណុចបន្តគឺជាជំនួយទី4របស់ពួកខ្ញុំគឺញ៉ាំពេញការលក់ដោយផ្ទាល់ហើយការលក់ដោយផ្ទាល់របៀបនេះគឺនឹងចុះទៅលក់ដោយផ្ទាល់ជាមួយនឹងអតិថិជនតែម្ដងដោយយើងមាន3ចំណុចគ្នាគឺយើងនឹងចុះទៅទស្សនាដោយផ្ទាល់ជាមួយនឹងភោជនីយដ្ឋាននិងអ្នកលក់រាយនៅតាមផ្សារតាមតំបន់របស់ពួកយើងតបមកយើងនឹងផ្ដល់គំរូជាផលិតផលរបស់យើងទៅកាន់ពួកគាត់ដោយផ្ទាល់ដោយមិនគិតថ្លៃដើម្បីគាត់បានភ្លក់និងស្គាល់ផលិតផលរបស់យើងនិងជាចំណុចបន្ទាប់យើងនឹងឈានទៅដល់ការចរចាក្នុងការផ្គត់ផ្គង់ផលិតផលរបស់ពួកយើងទៅកាន់ពួកគាត់ជាប្រចាំថ្ងៃក្នុងការតម្រូវការរបស់ពួកគាត់ក្នុងការលក់ផលិតផលរបស់យើងទៅកាន់អតិថិជនបាទចូលដល់ចំណុចបន្ទាប់វាជាចំណុចទី5ហើយក៏ជាចំណុចបញ្ចប់នៃប្រធានបទមួយនេះដែរគឺយើងនិយាយពីការកសាងសហគមន៍របស់ពួកយើងដោយយើងមាន3ចំណុចក្នុងការលើកឡើងមកនិយាយហើយចំណុចទី1គឺយើងនិយាយពីការបង្កើតនៅ Facebook Page ជាមួយនឹង Telegram ដោយយើងនឹងបង្កើតនៅជាសហគមន៍មួយក្នុងការផ្សព្វផ្សាយនិងចែករំលែកនៅផលិតផលរបស់យើងក្នុងការទៅដល់អតិថិជននៅចំណុចទី2គឺយើងនឹងលើកទឹកចិត្តពីការវាយតម្លៃនៃផលិតផលរបស់យើងនិងការចែករំលែកនៃមតិល្អៗនិងមតិមួយចំនួនអំពីផលិតផលរបស់យើងដែលទទួលបានពីអតិថិជនរបស់យើងដោយផ្ទាល់និងជាចំណុចចុងក្រោយក្នុងចំណុចនេះដែរគឺយើងនឹងកសាងនៅភាពស្មោះត្រង់ទៅដល់អតិថិជនរបស់យើងនិងយើងនឹងធានាថាផលិតផលរបស់យើងគឺជាផលិតផលមួយដែលល្អនិងផ្ដល់នៅគុណប្រយោជន៍ទៅដល់អតិថិជនយើងនឹងបង្កើតនៅទំនុកចិត្តរបស់អតិថិជនមកកាន់ទៅលើផលិតផលរបស់យើង